ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍លើកទី4ត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍រយៈពេល3ថ្ងៃក្រោមប្រធានបទនវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិបានចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី26ខែមីនាឆ្នាំ2026នេះដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអ្នកស្រាវជ្រាវតំណាងវិស័យឯកជននិងដៃគូអភិវឌ្ឍន៍ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍លើកទី4ឆ្នាំ2026ឯកឧត្តមវង្សសេវិសុទ្ធឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថានៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគំរាមកំហែងអធិបតេយ្យភាពបច្ចេកវិទ្យាគឺជាអធិបតេយ្យភាពជាតិឯកឧត្តមវង្សសេវិសុទ្ធក៏បានលើកឡើងពីភាពចាំបាច់នៃការបង្កើនការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍ R&D ដោយតម្រង់ទិសការស្រាវជ្រាវឲ្យស្របតាមតម្រូវការជាតិនិងជំរុញនវានុវត្តន៍ដោយយកប្រជាជនជាស្នូលខណៈប្រទេសជឿនលឿនជាច្រើនវិនិយោគប្រមាណ 2% ទៅ 3% នៃផលិតផលក្នុងស្រុកសរុបលើការស្រាវជ្រាវនិងអភិវឌ្ឍន៍រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិស្រាវជ្រាវជាតិនិងកំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិស្ថាប័នសិក្សាស្រាវជ្រាវនិងវិស័យឯកជនដើម្បីប្រែក្លាយលទ្ធផលស្រាវជ្រាវសម្រាប់ពាណិជ្ជនីយកម្មនិងលើកកម្ពស់ការផលិតដែលមានតម្លៃបន្ថែមខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថាវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍មិនមែនជាវិស័យដាច់ដោយឡែកទេប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះដែលគាំទ្រគ្រប់វិស័យផ្សេងទៀតគ្រប់ស្ថាប័នទាំងក្នុងវិស័យសាធារណៈនិងឯកជនរួមទាំងសហគ្រាសធុនមីក្រូតូចនិងមធ្យមសុទ្ធតែមានឱកាសចាប់យកសក្តានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីជំរុញកំណើននិងអភិវឌ្ឍស្ថាប័នរបស់ខ្លួននៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតញឹមខេមរារដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានលើកឡើងថាការវិនិយោគទៅលើវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍គឺជាគន្លឹះសំខាន់ក្នុងការកសាងសមត្ថភាពជាតិនិងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់និងពិភពលោកឯកឧត្តមបានបន្ថែមថារាជរដ្ឋាភិបាលក៏កំពុងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពសេវាសាធារណៈដោយផ្ដោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌បញ្ញាបត្រនិងការទទួលខុសត្រូវទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលគាំទ្រការលើកកម្ពស់នវានុវត្តន៍និងពិពិធកម្មសេដ្ឋកិច្ចឆ្ពោះទៅការចាក់ចែងពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនិងចក្ខុវិស័យកម្ពុជាឆ្នាំ2050គូបញ្ជាក់ថាទិវានេះបានរៀបចំឡើងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែមីនាឆ្នាំ2026នៅមជ្ឈមណ្ឌលកោះពេជ្រដែលមានកម្មវិធីអមសំខាន់ដូចជាពិព័រណ៍វិទ្យាសាស្ត្រវេទិកាជជែកពិភាក្សាសកម្មភាពជំរុញនវានុវត្តន៍និងពានរង្វាន់វិទ្យាសាស្ត្រថ្នាក់ជាតិដែលមានគោលបំណងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាហើយទិវានេះក៏ជាវេទិកាសម្រាប់វិស័យឯកជនពិសេសសហគ្រាសធុនតូចនិងមធ្យមក្នុងការស្វែងរកបច្ចេកវិទ្យាថ្មីបង្កើតភាពជាដៃគូកែលម្អខ្សែចង្វាក់ផលិតកម្មនិងលើកកម្ពស់សមត្ថភាពផលិតដើម្បីបំពេញតាមតម្រូវការទីផ្សារនិងស្តង់ដារអន្តរជាតិ